គ្រាន់តែឮសំឡេងក៏ដឹងតែឈ្ងុយឆ្ងាញ់ដែរមកអ្នកទាំងអស់គ្នាមករៀនធ្វើនំនេះជាមួយខ្ញុំទាំងអស់គ្នាណាចំពោះគ្រឿងផ្សំគឺមានពីរផ្នែកបងប្អូនផ្នែកសម្បកហើយនិងផ្នែកស្នូលរបស់វាបងប្អូនចង់ដាក់សាច់អីក៏បានដែរជាចំណង់ចំណូលចិត្តរបស់បងប្អូនទេឬក៏យើងចង់ដាក់ជាបន្លែសុទ្ធក៏បានឥឡូវខ្ញុំដាក់អំបិល1ចុងស្លាបព្រាចូលទៅក្នុងទឹក220មីលីលីត្ររួចកូរឲ្យសព្វហើយបន្ទាប់មកខ្ញុំចាក់ចូលទៅក្នុងម្សៅម្ដងបន្តិចរហូតដល់អស់ទឹកនឹងកូរបណ្ដើចាក់បណ្ដើមកណាបងប្អូនបន្ទាប់ពីចាក់ទឹកចូលរួចអស់ហើយគឺយើងត្រូវការញីនឹងដៃបងប្អូនព្រោះបើមិនចឹងទេវាអត់ធ្វើឲ្យម្សៅហ្នឹងវាចូលគ្នាជាមួយនឹងទឹកបានល្អទេហើយការញីនេះគឺរយៈពេល5នាទីរួចហើយយើងទុកម្សៅនឹងមួយឡែកសិនទុកម្សៅឲ្យវាសម្រាកសិនបងប្អូនរួចហើយខ្ញុំមកលាយគ្រឿងស្នូលវាម្ដងខ្ញុំចាក់សាច់ជ្រូកចិញ្ច្រាំចូលចានមួយមកបន្ទាប់មកគឺដាក់ស្ករ1ចុងស្លាបព្រាបាយហើយនឹងអំបិលបន្តិចទឹកស៊ីអ៊ីវទឹកប្រេងខ្យងខ្ទឹមសចិញ្ច្រាំហើយនឹងដាក់ម្រេចបន្តិចស្លឹកខ្ទឹមហាន់រួចខ្ទឹមបារាំងឥឡូវបងប្អូនពេញចានហើយត្រូវតែរំលែកដាក់ចានធំតិចសិនពេកគួកចំពោះពេកគួកគឺហាន់បានកូនដៃមកណាបងប្អូនពេលដែលយើងញ៉ាំទៅវាខំចំពេកគួកឡើងជ្រប់ចឹងណាបន្ទាប់មកគឺខ្ញុំដាក់ម្សៅស៊ុបបន្តិចហើយម្សៅស៊ុបនេះគឺខ្ញុំធ្វើដោយខ្លួនឯងជាម្សៅស៊ុបធម្មជាតិ 100% តែម្ដងបន្ទាប់មកគឺច្បល់គ្រឿងនឹងឲ្យចូលគ្នាឲ្យសព្វបានល្អមកណាបងប្អូនឥឡូវគ្រឿងខ្ញុំកូរច្បល់ចូលគ្នាបានសព្វល្អហើយខ្ញុំទុកម្ល៉េចសិនបន្ទាប់ពីទុកម្សៅរយៈពេល25នាទីបងប្អូនឥឡូវខ្ញុំយកមកលុញដើម្បីកាត់វាជាដុំហើយយកទៅត្រាំជាមួយនឹងប្រេងណាបងប្អូនហើយត្រាំជាមួយនឹងប្រេងនេះគឺដើម្បីឲ្យសាច់ម្សៅរបស់យើងគឺវាយឺតទន់ងាយស្រួលទាញឲ្យវាស្ដើងណាបងប្អូនបើសិនជាបងប្អូនប្រើជាមួយនឹងប្រេងអូលីវគឺកាន់តែល្អគឺវាញ៉ាំទៅយើងអត់សូវឈឺកតែថ្ងៃនេះគឺខ្ញុំប្រើជាមួយនឹងខ្លាញ់ជ្រូកដោយសារតែខ្ញុំសល់ពីសាច់ជ្រូកចិញ្ច្រាំរបស់ខ្ញុំហើយខ្លាញ់ជ្រូកវាធ្វើឲ្យនំនឹងឈ្ងុយផងដែរបងប្អូនឮសំឡេងចែកចាយតិចបងប្អូនដោយសារតែមានជំនួយការយើងកាត់ជាដុំអញ្ចឹងឲ្យមូវាត្រាំជាមួយនឹងប្រេងណាបងប្អូនMama. Cha con được Ôi ôm mày. Mama nó không môi mày. Mình bông lại thật là chúng mày. បន្ទាប់ពីលុញម្សៅហើយគឺខ្ញុំក្របវាទុកចោលប្រហែលជាកន្លះម៉ោងបងប្អូនអានឹងទុកកាន់តែយូរកាន់តែល្អទៀតអីទេពេលដែលវាត្រូវជាមួយនឹងប្រេងហ្នឹងវាធ្វើឲ្យសាច់ម្សៅយឺតទន់អញ្ចឹងណាយើងទាញបានស្ដើងកាន់តែស្ដើងគឺកាន់តែល្អបន្ទាប់ពីខ្ញុំផ្អាប់ជាមួយនឹងប្រេងប្រហែលជា7 ម៉ោងបងប្អូនឥឡូវខ្ញុំយកវាយកមករឺតវាអញ្ចឹងណាបងប្អូនរឺតវាឲ្យវែងអញ្ចឹងណាឲ្យស្ដើងណាម្សៅហ្នឹងសាច់ម្សៅកាន់តែស្ដើងសាច់នំរបស់យើងក៏វាស្ដើងស្រួយដែរលាតវាឲ្យវែងអញ្ចឹងណាឲ្យវាវែងហ្នឹងកុំលេងបន្ទាប់មកគឺដាក់ស្នូលខ្ញុំដាក់2ស្លាបព្រាបាយបងប្អូនចង់ដាក់ធំក៏បានដែរប៉ុន្តែធ្វើម៉េចកុំឲ្យវាធ្លាយអញ្ចឹងបន្ទាប់មកយើងខ្ចប់វាណាបងប្អូនយើងខ្ចប់វាឲ្យធ្វើម៉េចឲ្យជិតហើយយើងពេលដែលយើងមូវាហ្នឹងមូឆ្វេងមូស្ដាំមួយឆ្វេងមូស្ដាំដើម្បីកុំឲ្យវាចេញប្រហោងលិចសាច់ចេញមកអញ្ចឹងណាហើយណាមួយធ្វើឲ្យវាមានសន្ទាប់ផងនំហ្នឹងដល់ពេលដែលយើងចៀនទៅគឺធ្វើឲ្យវាមានសន្ទាប់អញ្ចឹងវាធ្វើឲ្យនំហ្នឹងវាស្រួយសបកយ៉ាងស្ដើងវាជាប្រភេទនំមួយយ៉ាងដែលយើងអាចធ្វើជាអាហារសម្រន់ឬក៏យើងញ៉ាំពេលព្រឹកព្រលឹមក៏បានដែរបងប្អូនជំនួសបាយជំនួសនំបញ្ចុកអីបានណាដាក់តែមួយគឺតែឆ្អែតនឹងពោះតែម្ដង
បន្ទាប់ពីមូលហើយគឺយើងលុញវាបន្តិចឲ្យវារៀងមូលទៅបន្ទាប់មកគឺយើងស្កត់វាឲ្យទៅប៉ែតយើងស្កត់ឲ្យវាទៅប៉ែតឲ្យខ្លាំងតិចណាបងប្អូនដើម្បីយើងចៀនទៅវាឆាប់ឆ្អិនណាបើយើងវាមូលខ្លាំងពេកវាធ្វើអីចៀនទៅអត់ងាយឆ្អិនវាអាចនឹងឆៅកដាលអញ្ចឹងណាបងប្អូនហើយធ្វើអញ្ចឹងដដែលមកណាបងប្អូនបងប្អូនការប៉ិតម្សៅដែលលាយបែបហ្នឹងគឺយើងអាចយកទៅធ្វើជានំរ៉ូទីបានណាព្រោះនំរ៉ូទីគឺគេយឺតហើយវាស្រួយដូចជានំនឹងអញ្ចឹងសបកវាអញ្ចឹងអ្នកដែលចូលចិត្តញ៉ាំនំរ៉ូទីអីអាចធ្វើសបកវាអញ្ចឹងបានហើយដាក់ស្នូលដែលយើងចូលចិត្តមកណាTên nó sẽ nhanh rồi nhanh á mà trong con thơ nó sẽ nhanh chiên nè mà con nó sẽ nhanh chiên mặt đấy mà nè mặt bắt này cho bà đây con nhạc thơ aiម្សៅ400ក្រាមត្រូវបាន8នំដែរបងប្អូនប៉ុន្តែកូនពៅខ្ញុំនឹងគាត់យកមកដុំយកទៅលេងបាត់ទៅឥឡូវរួចរាល់ហើយបងប្អូនខ្ញុំចាប់ផ្ដើមដាក់ចៀនណាដាក់ប្រេងឆាក៏បានដាក់ខ្លាញ់ក៏បានដែរបងប្អូនមានអីដាក់ហ្នឹងទៅហើយដាក់ឲ្យខ្ទះវាក្តៅបន្តិចបន្ទាប់មកគឺដាក់នំចូលហ្នឹងគឺបើកភ្លើងសឹមបានដែរបងប្អូនកុំបើកភ្លើងខ្លាំងណាហើយគ្របវាចិត្តពួកអីតែបើកខ្លាំងពេកវាធ្វើឲ្យនំនឹងខ្លោចវាអាចនឹងឆៅខាងក្នុងអញ្ចឹងសាច់យើងអត់ឆ្អិនបន្ទាប់មកគឺគ្របវាទុកចោលនឹងមកស្ទុះបងប្អូនរហូតដល់វាឆ្អិនចាំយើងបើកអញ្ចឹងណាកុំឲ្យបើកចោះបើកឡើងវាអាចនឹងធ្វើឲ្យនំនឹងវាអត់ងាយឆ្អិនខាងក្នុងឥឡូវគឺថាឆ្អិនបានមកខាងហើយបងប្អូនគឺថាឈ្ងុយតែម្ដងណាក្តៅអញ្ចឹងគឺថាសម្បកនំវាឡើងស្រួយបងប្អូនមើលមួយផ្លែតគេច្រឡំថានំគឺឆាយចៀនឥឡូវនេះនំខ្ញុំបានឆ្អិនហើយបងប្អូនមកភ្លក់ទាំងអស់គ្នាថារសជាតិវាបែបម៉េចដែរនំនឹងយើងញ៉ាំពីក្តៅអញ្ចឹងមិនឆ្ងាញ់វានៅស្រួយបើតែត្រជាក់ទៅវាអាចនឹងបាត់ស្រួយហើយវាអត់សូវឆ្ងាញ់ទេ